ពេលនេះអត់ចូលនៅខាងស្រុកសំពៅលូនៅខាងស្រុកភ្នំពេញអត់27000ដុំថ្ងៃទី7ខែ11ឆ្នាំ2025បាទនេះយើងចូលខាងស្រុកសំពៅលូនៅផ្សារកស្ដា1000ដុំនិងនៅសល់20000ដុំដាក់នៅខាងចែកចាយខាងអូចោតបាទអត់នេះមុំទៅចូលទៅដល់ខាងចែកចាយអូចោតចែកចាយអូចោតគាត់បានដាក់ខសន្យាថាអូនបើសិនជាឥតមកដល់សដុតអត់ឆ្អិនផុយចែកឲ្យលើកដាក់ឡានយកទៅផ្ទះវិញណាចឹងខ្ញុំបានឆ្លើយvớiគាត់ថាចាយខ្ញុំទៅនេះឲ្យមិនភ័យទេខ្ញុំអត់ខ្លាចទទួលខុសត្រូវទេបើសិនជាមិនត្រូវខ្ញុំហ៊ានលើកដាក់ឡានយកទៅខាងឡវិញបាទនេះពេលតាត់ខ្ញុំនេះគឺទៅដល់ណាក៏ខ្ញុំហ៊ានធានាដែរខ្ញុំដាក់ប្រហែលឆ្នាំអត់មានសំបីតែមេជាងគាត់ទទួលមកការគាត់ថាគាត់ទទួលយកបានមកអត់មួយថ្ងៃខ្ញុំអត់បាច់ចាំមើលអីទៀតទេឡើយមួយរបស់ខ្ញុំតាំងពីប្រទេសពទាមានជ័យយកទៅដាក់ឲ្យគាត់គឺជាប់មួយចូល4 5ឆ្នាំជាប់មួយជាមួយគាត់ឥឡូវមកដល់នេះគឺចែកក៏អត់បានស្គាល់ប្រភេទឥតរបស់ខ្ញុំចែកនៅខាងអូចោតស្រុកភ្នំពេញខេត្តបាត់ដំបងដូចគ្នាគាត់ដែរស្គាល់ប្រភេទឥតខ្ញុំឯងស្មើស្អាតអត់មានវាចមានបោយទេគឺស្មើទាំងអស់គឺដុតឆ្អិនល្អណាស់អត់ផុយក្នុងមួយឡានហ្នឹងតម្លាក់មួយឡានហ្នឹងគឺបែកហើយជា5ដុំទេអស់ពនីហ្មងអត់ប្រភេទអត់ដុតអស់ប្រើអស់ល្អគឺខ្ញុំប្រើអស់ហើយទម្ងន់វិញទម្ងន់ធ្ងន់ចាប់ពី1គីឡូ2ខាំ8ទៅ1គីឡូ3ខាំហើយនេះបងប្អូនអត់មានបែកមាត់ចាបមានអីស្រួយទេប្រភេទឥតខ្លះគឺបែកមាត់ចាបចេះមកគឺប៉ះគ្នាតិចគឺបែកជាពីរចេះគឺយើងប្រើការកើតតែបើឥតនេះបើបែកកណាត់ដែរបែកពាក់កដាលហើយកដាលគឺយើងយកទៅប្រើការបានទៀតអូធានាឥតខ្ញុំធានាឲ្យមកចាំមើលខ្ញុំវាអត់បានដើរតាមឡានបើដើរតាមឡានជាប់អីខ្ញុំថតតម្លាក់តាំង27000ដុំហើយខ្ញុំថតបាត់ឡានឲ្យមើលថាមានបែកអត់មានបែកប្រមាណអត់ប្រមាណនេះបងប្អូនចង់កំងម្នាក់ម្ដងមកបានអរគុណ